សួស្តីបងប្អូនតើឥឡូវយើងមកកែលំហាត់កណិតជាថ្នាក់ទី7លំហាត់មេរៀនទី1លំហាត់លេខ6ទំព័រទី14គេថាបង្កត់ចំនួនអ្នកយើងមើលបងប្អូនបង្កត់ចំនួននីមួយៗខាងក្រោមយកត្រឹមខ្ទង់10ខ្ទង់100និងខ្ទង់1000អញ្ចឹងមានថាក្នុងមួយខ្ទង់យើងបង្កត់3ដងបង្កត់ខ្ទង់10ម្ដងខ្ទង់100ម្ដងនិងខ្ទង់1000ម្ដងតើឥឡូវយើងមើលចម្លើយអ្នកគ្រូបង្កត់ឲ្យមួយហើយជាយើងបង្កត់ខ្ទង់10នេះខ្ទង់10យើងមើលរាយ10ណាលេខ5ខ្ទង់រាយលេខ0ខ្ទង់10អញ្ចឹងបង្កត់លេខ0ខ្ទង់10នេះយើងមើលខ្ទង់រាយ5ធំជាង5ឬស្មើ5អញ្ចឹងយើងបង្កត់ឡើងឲ្យចុះគឺយើងបង្កត់ឡើងបើយើងបង្កត់ឡើងអញ្ចឹងលេខ0នេះដូរទៅជាលេខ1ណាទៅជាលេខ1ចឹងយើងបង្កត់បានលេខ0នេះទៅជាលេខ1ហើយខាងមុខនេះ9941នេះសរសេរដល់ដែរបន្តមកទៀតយើងបង្កត់ខ្ទង់100អញ្ចឹងយើងមើលខ្ទង់100រាយ10 100អញ្ចឹងប្រកត់លេខ9មើលលេខ0ណាមើលខ្ទង់តូចជាងគឺលេខ0លេខ0យើងប្រកត់ចុះអញ្ចឹង9នៅ9ដល់ដែរអញ្ចឹងកន្លែងនេះ0កន្លែងនេះក៏ចុះមក0អញ្ចឹងយើងបាន14 99 00នេះ14 99 00ចំណែកខ្ទង់មួយទៀតប្រកត់ខ្ទង់1000រាយ10 100 1000គឺប្រកត់លេខ9ខ្ទង់ទី2នេះណាលេខ9នេះវាមាន2ដងអញ្ចឹងយើងមើលលេខ9ខ្ទង់ទី2យើងមើលខ្ទង់តូចបន្ទាប់គឺលេខ9ដែរអញ្ចឹងលេខ9ដែរនេះសួរថាប្រកត់ឡើងឬចុះអញ្ចឹង9វាធំជាង5យើងត្រូវប្រកត់អីប្រកត់ឡើងអញ្ចឹងហ៎បើប្រកត់ឡើងអា9នេះទៅជា0ហាក្រោយនេះ00ទាំងអស់អញ្ចឹងហ៎ចំណែក9ខាងមុខនេះទៅឡើងមួយលេខទៅជា10បើទៅជា10យើងមិនអាចសេ10បានគឺយើងសេលេខ0ហើយយើងមិនត្រាទុក1យកមកបូកជាមួយនឹងអាមុខនេះអញ្ចឹងមានន័យថា4នេះឡើងទៅជាលេខអីបូក1ឡើងទៅជាលេខ5យល់ទេចាអញ្ចឹងឃើញ15 00ទាំងអស់ខាងក្រោយនេះ15កតុយវា004ដងមួយទៀតយើងប្រកត់ខ្ទង់ខអញ្ចឹងយើងដាក់សញ្ញាស្មើអស់សំទោសសញ្ញាប្រហែលអញ្ចឹងយើងប្រកត់ខ្ទង់10រាយ10អញ្ចឹងរាយ10មើលប្រកត់ខ្ទង់10មើលខ្ទង់រាយអញ្ចឹងខ្ទង់រាយ0យើងប្រកត់ចុះចឹងបើប្រកត់ចុះអានេះនៅដដែលអញ្ចឹងយើងសរសេរលេខនឹងដដែលមកវិញ38 4 000ប្រកត់ខ្ទង់100ប្រកត់ខ្ទង់100រាយ10 100ប្រកត់ខ្ទង់100មើលខ្ទង់10មើលខ្ទង់10វា0ដែរប្រកត់ចុះអញ្ចឹងអា100នេះនៅតែ0ដល់ដែរអញ្ចឹងដដែលទៀត38 4 000ហើយយើងប្រកត់ខ្ទង់1000ឥឡូវយើងមើលខ្ទង់1000រាយ10 100 1000គឺប្រកត់លេខ4ប្រកត់លេខ4មើលលេខ0តូចបន្ទាប់អញ្ចឹងបើលេខ0ប្រកត់ចុះអត់ចុះអញ្ចឹងចម្លើយនៅដដែលទៀតណាគឺ38 4នៅដដែលអត់មានទៅណាចុះទៅណារួចទេចុះនៅត្រឹមតែ4នឹងដល់ដែលអត់មានចុះមក3ណាបើប្រកត់ឡើង4អាចឡើងទៅ1ទៅជា5ចំណែកឯចុះគឺនៅដល់ដែលឥឡូវមើលខ្ទង់គោប្រកត់ខ្ទង់10រាយ10ប្រកត់លេខ4មើលលេខ6ធំជាង5ប្រកត់ឡើងអញ្ចឹងប្រកត់ឡើង4នេះឡើងមួយលេខទៅជា5អញ្ចឹងយើងបាន29 9 0 3 5ហើយលេខ6នេះទៅជា0ឥឡូវប្រកត់ខ្ទង់100រាយ10 100ប្រកត់ខ្ទង់100យើងមើលលេខ4តូចជាង5អញ្ចឹងប្រកត់ចុះទៅជា00ខាងក្រោយនេះអញ្ចឹងយើងសរសេរពីមុខមកដល់លេខ3ហើយក្រោយនេះទៅជា0 0 29 9 0 3ហើយកន្លែងលេខ4ហ្នឹងទៅជា0លេខ6ទៅជា0ហើយប្រកត់ខ្ទង់1000រាយ10 100 1000ប្រកត់លេខ0យើងមើលលេខ3យើងមើលលេខ3ទាំងអស់គ្នាណា3តូចជាង5ប្រកត់ចុះបើប្រកត់ចុះអញ្ចឹងអា3លេខនេះ0ទាំងអស់អាលេខ0ហ្នឹងក៏នៅតែ0ដល់ដែរអញ្ចឹងឃើញ29 9 0 0 0 0 0ទាំងអស់4ណា0នេះ3 0ខ្លួនឯង1 4ណាឃើញប៉ុណ្ណឹងមួយទៀតប្រកត់ខ្ទង់ខយើងមើលប្រកត់ខ្ទង់10មើលខ្ទង់រាយអញ្ចឹងប្រកត់ខ្ទង់10គឺលេខ5មើលខ្ទង់រាយគឺលេខ0អញ្ចឹងនៅប្រកត់ចុះលេខបានដល់ដែល67 54 55 0ប្រកត់ខ្ទង់10រួចហើយប្រកត់ខ្ទង់100រាយ10 100ប្រកត់ខ្ទង់100ប្រកត់លេខ5មើលលេខ5ខាងក្រោយនេះលេខ5ខាងក្រោយនេះលើស5ឬក៏ស្មើ5អញ្ចឹងប្រកត់ឡើងមកតែ5ដែលយើងត្រូវប្រកត់ហ្នឹងឡើងមួយលេខទៅជា5 1អញ្ចឹង6 7 5 4 5ឡើងទៅជា5
1នេះ5នេះឡើងទៅជា6រួចហើយខាងក្រោយនេះ2លេខនេះ00រួចហើយប្រហែលនឹងរាយ10 100 ពាន់ប្រកួតខ្ទង់ពាន់មើលខ្ទង់លេខ5ប្រកួតឡើងបើប្រកួតឡើង4នេះឡើងមួយលេខវិញអញ្ចឹង4ឡើងមួយលេខទៅជា5អញ្ចឹងសរសេរមក67 5ហើយលេខ4ដូរទៅជាលេខ5ក្រៅពីនឹងសល់ប្រហែលលេខ1 2 3 0ទាំងអស់3នេះតោះណាចឹងទាំងអស់0ទាំងអស់ណានេះជាចម្លើយបងប្អូនមានកន្លែងណាមិនតាន់ឬក៏អ្នកគ្រូនិយាយញាប់ពេកយើងអាចខមមិនទៅអ្នកគ្រូនឹងបញ្យល់យើងសាកដើមនៅត្រង់ខ្ទង់ណាមួយដែលយើងអត់តាន់ណាចឹងអរគុណសម្រាប់វីដេអូដែលយើងតាមដាននេះចឹងបើយើងបានតាមដានហើយយល់ថាមានប្រយោជន៍ជួយឲ្យការសិក្សាយើងយល់បានច្បាស់ចឹងយើងអាចជួយ comment ឬក៏ like ឬក៏ share ដើម្បីឲ្យគ្នាយើងដទៃទៀតដែលខិតខំរៀនហ្នឹងឲ្យបានឃើញផងអរគុណ